អ្នកដែលមានសម្រស់មិនស្រស់ស្អាតត្រូវតាមស្តង់ដារសង្គមគឺកំពុងតែទទួលបានការការពារពីទេវតាសួស្តីអ្នកនរគ្នាខ្ញុំ Grace ចឹងជឿថាគ្នាយើងទាំងអស់គ្នាប្រកាសជាធ្លាប់ឮឃ្លាមួយដែលគេនិយាយថា beauty privilege ឬក៏ស្រីស្អាតតែឈ្នះអ្នកដែលមានសម្រស់ស្រស់ស្អាតតែងតែទទួលបានអាទិភាពអីចឹងទៅមិនថាតែនៅកន្លែងការងារឬក៏នៅកន្លែងណាមួយទេចឹងខ្ញុំទទួលស្គាល់ថារឿងមួយនេះវាគឺជាការពិតហើយជាក់ស្ដែងទៅយើងក៏អត់អាចបន្ទោសមនុស្សគ្រប់គ្នាបានដែរដែលថាមើលមនុស្សតែសម្បកក្រៅឬក៏ចូលចិត្តតែស្រីស្អាតពីព្រោះអីយើងគឺជាមនុស្សយើងមិនមែនជាមីក្រូទស្សន៍ដែលអាចថាមើលមនុស្សម្នាក់ក្នុងរយៈពេលខ្លីដឹងថាគេជាមនុស្សល្អឬក៏មនុស្សអាក្រក់ដូចគ្នាដែរអញ្ចឹងយើងវាតម្លៃតាមអ្វីដែលយើងមើលឃើញដូច្នេះហើយអ្វីដែលពួកយើងអាចធ្វើបាននោះគឺកែប្រែការយល់ឃើញរបស់យើងទៅលើរឿងមួយនេះអូខេចឹងចង់ចែកម្លែកគ្នាយើងបន្តិចកាលពីពេលដែលខ្ញុំនៅក្មេងខ្ញុំគឺជាមនុស្សម្នាក់ដែលស្អប់សម្រស់ខ្លួនឯងខ្លាំងមែនតើដោយសារអីដោយសារតែសម្រស់របស់ខ្ញុំកាលនៅក្មេងគឺមិនត្រូវតាមស្តង់ដារសង្គមស្តង់ដារសម្រស់នៅក្នុងសម័យហ្នឹងឯងចឹងកាលពីពេលដែលខ្ញុំនៅរៀនក្នុងកន្លងឆ្នាំ2010ស្តង់ដារស្រីស្អាតនៅក្នុងសម័យហ្នឹងគឺអ្នកដែលមានសបល់សហ្នឹងហើយចឹងផ្ដោតសំខាន់លើអ្នកដែលមានសបល់សរៀងទួយស្លឹមមាត់ទូចហ្នឹងហើយចុះមកស្រួចសក់ត្រង់អញ្ចឹងទៅពីច្រើនគេនិយមសក់ត្រង់ហ្នឹងហើយប៉ុន្តែខ្ញុំគឺផ្ទុយគេទាំងអស់ខ្ញុំមានសបល់ខ្មៅមាត់ខ្ញុំធំតែលើចឹងច្រមុះខ្ញុំអត់ស្អាតសក់ខ្ញុំអត់អីទេសក់ខ្ញុំត្រង់ពីធម្មជាតិហ្នឹងហើយប៉ុន្តែតណៅខ្ញុំកាងដូច្នេះហើយធ្វើឲ្យខ្ញុំតែងតែទទួលបានពាក្យប៊ូលីជាញឹកញាប់ច្រើនតែម្ដងពីមនុស្សជុំវិញខ្លួនសូម្បីតែពីគ្រួសាររបស់ខ្ញុំដែលជាហេតុធ្វើឲ្យការខ្ញុំនៅក្មេងពេលដែលខ្ញុំរៀននៅវិទ្យាល័យហ្នឹងគឺខ្ញុំហ៊ានបកស្បែកហើយលាបលេលាយប៉ុន្តែអ្នកនរគ្នាដឹងអត់ថាគឺអត់សរហូតមកដល់ឥឡូវដោយសារអីដោយសារពេលខ្ញុំនៅរៀនហ្នឹងសាលារបស់ខ្ញុំមានឯកសណ្ឋានហ្នឹងហើយឯកសណ្ឋានដៃខ្លីសពុតវែងអញ្ចឹងទៅហើយគេក៏អត់អនុញ្ញាតឲ្យយើងពាក់អាវដៃវែងពាក់ស្រោមជើងអីញ៉ៃដែរអញ្ចឹងហើយមិនថាខ្ញុំព្យាយាមបកស្បែកលាបលេមកទេក៏អត់អាចសបានទេព្រោះយើងអត់បានឃ្លុំអញ្ចឹងទៅហើយពេលហ្នឹងអ្នកនរគ្នាមិនត្រឹមតែអត់ស្រឡាញ់សម្រស់ខ្លួនឯងទេក៏តែងតែតូចចិត្តអន់ចិត្តរហូតដោយសារអីពេលខ្ញុំនៅរៀនខ្ញុំមានជាធីមហ្នឹងហើយតើណាយើងដឹងហើយតែរៀនមានធីមដើរមួយគ្នាតែញ៉ាំបាយទៅនេះទៅនោះអីចឹងទៅចឹងធីមរបស់ខ្ញុំគឺគេជាស្រីស្អាតដែលពេលទៅណាមកណីគឺមានតែអ្នកតាមញ៉ែអ្នកដែលគេបណិបណៈពួកគាត់រហូតខណៈដែលខ្ញុំគឺខ្ញុំអត់ទទួលបានអញ្ចឹងទេតែខ្ញុំទទួលបានដែរតែទទួលបានអីគេប៊ូលីគឺខ្ញុំតែងតែទទួលបានការប៊ូលីពីមិត្តរួមសាលាមិត្តរួមថ្នាក់អីចឹងទៅឲ្យតែអ្នកស្គាល់ទៅណាគេច្រើនគឺគេប៊ូលីគេមិនប៊ូលីតាណាវទេគេប៊ូលីមាត់គេប៊ូលីទៅលើសម្បល់ថាខ្ញុំខ្មៅថាខ្ញុំអាន់ឌីអីជាដើមក៏មានដូចគ្នាដែរចឹងហើយទាំងអស់គ្នាពេលហ្នឹងគឺខ្ញុំតូចចិត្តហើយពេលដែលគេប៊ូលីម្ដងគឺខ្ញុំអត់ដែរមានពាក្យអីតបតជាមួយគេគឺខ្ញុំស្ងាត់ហើយនៅពេលណាដែលគេព្រួតគ្នាប៊ូលីខ្ញុំខ្លាំងពេកគឺខ្ញុំយំខ្ញុំអត់អាចធ្វើអីបានទេហើយបានខ្ញុំស្ងាត់ហើយបានខ្ញុំអត់ធ្វើអីដោយសារតែខ្ញុំទទួលស្គាល់ថាខ្លួនឯងពិតជាអត់ស្អាតហើយខ្ញុំគិតថាអ្វីដែលគេនិយាយហ្នឹងគឺគេនិយាយត្រូវចឹងហើយទើបធ្វើឲ្យខ្ញុំអត់ដែលមានពាក្យអីតបតជាមួយគេក្រៅតែពីយំហើយនឹងស្ងាត់ yes ចឹងនេះហើយគឺជាជីវិតដ៏ជូរចត់របស់ខ្ញុំកន្លងមកប៉ុន្តែអ្នកទាំងអស់គ្នាដឹងអត់ថានៅពេលដែលខ្ញុំធំរហូតមកដល់ពេលបច្ចុប្បន្ននេះហើយខ្ញុំត្រឡប់មើលជីវិតរបស់ខ្ញុំថយក្រោយវិញទៅធ្វើឲ្យខ្ញុំដឹងថាចេះស្ដែងទៅការដែលខ្ញុំមានសម្រស់អត់ត្រូវតាមស្តង់ដារសង្គមកាលពីពេលដែលខ្ញុំនៅក្មេងហ្នឹងវាគឺជារបៀបមួយដែលខ្ញុំទទួលបានការការពារពីទេវតា yes ជឿអត់50%អូខេចឹងឥឡូវខ្ញុំបកស្រាយចឹងមុនខ្ញុំបកស្រាយខ្ញុំចង់បញ្ជាក់បន្តិចការដែលខ្ញុំនិយាយនេះគឺខ្ញុំមិនចង់សម្ដៅថាអ្នកដែលមានសម្រស់ស្អាតគឺគាត់អត់មានសុវត្ថិភាពឬក៏អត់ទទួលបានការការពារអីទេ no សម្រាប់ខ្ញុំជឿថាមនុស្សគ្រប់គ្នាសុទ្ធតែស្អាតហើយក៏សុទ្ធតែមានទេវតាការពារនៅក្នុងរូបភាពផ្សេងគ្នាប៉ុន្តែអ្វីដែលខ្ញុំនិយាយនេះគឺផ្អែកទៅលើបទពិសោធន៍របស់ខ្ញុំផ្ទាល់ហើយក៏និយាយតាមស្ថានភាពជីវិតរបស់ខ្ញុំផ្ទាល់ដូចគ្នាដែរចឹងសម្រាប់ស្ថានភាពជីវិតរបស់ខ្ញុំនោះគឺថាខ្ញុំកើតនៅក្នុងសង្គមមួយនៅក្នុងគ្រួសារមួយដែលតែងតែរិះគន់ទៅលើរូបសម្រស់ស្អាតមិនស្អាតអីចឹងទៅហើយខ្ញុំក៏តែងតែមើលឃើញថាមនុស្សដែលមានសម្រស់ស្រស់ស្អាតតែងតែទទួលបានការយកចិត្តទុកដាក់ទទួលបានការបណិបណៈហ្នឹងហើយមានគេស្រឡាញ់ចោមរោមច្រើនអីចឹងទៅដែលជាហេតុធ្វើឲ្យខ្ញុំមានការគិតថាខ្ញុំមានតម្លៃខ្ញុំល្អបានលុះត្រាតែខ្ញុំមានគេស្រឡាញ់ចោមរោមច្រើនឬក៏ខ្ញុំស្អាតអីជាដើមហ្នឹងហើយចឹងអានេះវាជាការយល់ឃើញរបស់ខ្ញុំកាលពីពេលដែលខ្ញុំនៅក្មេងនឹងដោយសារតែស្ថានភាពជីវិតរបស់ខ្ញុំបែបហ្នឹងប៉ុន្តែដូចខ្ញុំនិយាយចឹងរហូតមកដល់ពេលដែលខ្ញុំធំដឹងក្តីរហូតដល់ពេលបច្ចុប្បន្ននេះហ្មងណាទៅធ្វើឲ្យខ្ញុំមើលឃើញថាការដែលខ្ញុំមានសម្រស់អត់ត្រូវស្តង់ដារសង្គមឬក៏ធ្វើឲ្យខ្ញុំគិតថាខ្ញុំអត់ស្អាតអីហ្នឹងអត់សូវជា attractive អីហ្នឹងគឺជារបៀបមួយដែលខ្ញុំទទួលបានការការពារពីទេវតាការពារមិនគឺទេវតាការពារខ្ញុំពីមនុស្សមួយចំនួនដែលមិនមានជាការស្រឡាញ់ឬក៏ចាប់អារម្មណ៍មកលើខ្ញុំពិតប្រាកដប៉ុន្តែការដែលគេមកតាមញ៉ែញងខ្ញុំមកតាមស្រឡាញ់យកខ្ញុំធ្វើសង្សារឲ្យបានហ្នឹងគឺដោយសារតែគេចង់ឈ្នះមិត្តភ័ក្តិចង់លុកខូឬក៏ខ្លាចនៅឯកាអីជាដើមតែពួកគេអត់ស្រឡាញ់ពិតប្រាកដទេ
thay bàn lục cool ពីព្រោះធម្មតាបានស្រីស្អាតបានមនុស្សល្អប្រកែធ្វើសង្សារមិនលុក cool ត្រូវហ៎ហើយមួយវិញទៀតអ្នកនរគ្នាគឺចង់ឈ្នះមិត្តភក្តិអានេះខ្ញុំនិយាយគឺជាការពិតណាខ្ញុំនិយាយតាមបទពិសោធន៍ហើយអីដែលខ្ញុំឮផ្ទាល់ទៅជាចឹងកាលពីពេលដែលខ្ញុំនៅក្មេងធ្វើតែថាខ្ញុំអត់មានជាអ្នកស្រឡាញ់ញ៉ាយច្រើនញ៉ាយច្រើនប៉ុន្តែខ្ញុំមានមិត្តភក្តិប្រុសច្រើនដោយសារតែខ្ញុំវាស្លៀកពាក់ប្រុសច្រកប្រុសហើយខ្ញុំហាត់តៃក្វាន់ដូទៅចឹងទៅហ្នឹងអញ្ចឹងមានមិត្តភក្តិប្រុសច្រើនហើយខ្ញុំឮពីមិត្តភក្តិរបស់ខ្ញុំផ្ទាល់តែម្ដងដែរការដែលគាត់ទៅញ៉ាយណាគេម្នាក់យកធ្វើជាសង្សារឲ្យបានហ្នឹងគឺគាត់ចង់ឈ្នះមិត្តភក្តិរបស់គាត់ឬក៏អាចថាអ្នកដែលគាត់អត់ចូលចិត្តហ្នឹងតាមញ៉ាយម្នាក់ស្រីហ្នឹងអញ្ចឹងហើយគាត់ត្រូវតែញ៉ាយម្នាក់ស្រីហ្នឹងឲ្យបានដើម្បីចង់ឈ្នះមនុស្សម្នាក់ទៀតនេះជាការពិតណាហើយខ្ញុំក៏ធ្លាប់ឃើញរឿងដែររឿងភីគឺវាមានលក្ខខណ្ឌស្តៀងគ្នាហ្នឹងអញ្ចឹងខ្ញុំគិតថានេះវាមានការពិតគ្រាន់ថាវាមិនទាំងអស់អីចឹងទៅហ្នឹងហើយអញ្ចឹងអានេះជារបៀបការពារមួយរបៀបការពារទី2នោះគឺធ្វើឲ្យខ្ញុំអាចផ្ដោតទៅលើការខិតខំប្រឹងប្រែងសិក្សារៀនសូត្របង្កើនជំនាញឬក៏ផ្ដោតទៅលើខ្លួនឯងបានច្រើនចឹងអ្នកនរគ្នាខ្ញុំស្រឡាញ់ជីវិតរបស់ខ្ញុំបំផុតគឺខ្ញុំស្រឡាញ់ជីវិតរបស់ខ្ញុំពេលនៅរៀន high school ដោយសារអីគឺពេលដែលខ្ញុំរៀននៅ high school គឺខ្ញុំគិតតែពីរៀនលេងនិយាយទៅខ្ញុំរៀនហើយខ្ញុំចេញពីរៀនខ្ញុំទៅហាត់តៃក្វាន់ដូខ្ញុំទៅ train នេះ train នោះនិយាយទៅខ្ញុំ enjoy ជីវិតរបស់ខ្ញុំពេញលេញតែម្ដងដែលខ្ញុំអត់មានជាការដែរមានសង្សារអីទៅខ្ញុំពេលខ្ញុំរៀន high school គឺខ្ញុំអត់មានសង្សារអីចឹងខ្ញុំអត់មានការរំខានអីទៅលើតកតនឹងតំណស្នេហាអីខ្ញុំគាត់តែពីរៀនចេញពីរៀនទៅហាត់តៃក្វាន់ដូទៅលេងទៅ explore នេះនោះអីជាមួយនឹងមិត្តភក្តិរបស់ខ្ញុំចឹងខ្ញុំស្រឡាញ់ជីវិត high school របស់ខ្ញុំជាដើមចឹងហើយ yes អានេះវាគឺជារបៀបការពារមួយដែលថាយើងអត់មានជាការរំខានអីនានាដែលធ្វើឲ្យយើងអាចផ្ដោតទៅលើការរៀនសូត្រអភិវឌ្ឍចំណេះជំនាញហ្នឹងហើយដែលឡែកសម្រាប់ការការពារទី3នោះគឺធ្វើឲ្យខ្ញុំរៀនសូត្របានថាចេះការពិតទៅតម្លៃរបស់ខ្ញុំឬក៏តម្លៃរបស់មនុស្សគ្រប់គ្នាតែម្ដងណាគឺមិនមែនស្ថិតតែនៅលើសម្បកក្រៅឬក៏សម្រស់តែម្យ៉ាងទេប៉ុន្តែជាក់ស្ដែងទៅគឺវាស្ថិតនៅលើអកប្បកិរិយារបស់មនុស្សម្នាក់ហ្នឹងទៅលើចំណេះដឹងទៅលើផ្នត់គំនិតក៏ដូចជាទៅលើការងាររៀនសូត្រអីរបស់គាត់ជាដើមដែលតម្លៃទាំងអស់នេះទាំងអស់គ្នាគឺនឹងនៅជាមួយខ្ញុំឬក៏នៅជាមួយមនុស្សម្នាក់ៗហ្នឹងពេញមួយជីវិតតែម្ដងដែលវានឹងមិនរត់ចោលមនុស្សម្នាក់ហ្នឹងដូចជាសម្រស់ទេពីព្រោះធម្មតាសម្រាប់វាអាចថត់ចោលយើងតាមអាយុកាលត្រូវទេហ្នឹងហើយចឹងហើយទៅធ្វើឲ្យយើងដឹងថាអូខេតម្លៃរបស់ខ្ញុំគឺមិនមែនស្ថិតតែនៅលើសម្រស់ហ្នឹងតែម្យ៉ាងទេ yes ចឹងទាំង3នេះហើយគឺជាមេរៀនមួយដែលខ្ញុំទទួលបានហើយខ្ញុំយល់ថាវាគឺជារបៀបមួយដែលទេវតាការពារថែរក្សាខ្ញុំតាមរយៈការដែលធ្វើឲ្យខ្ញុំមានសម្រស់មួយមិនត្រូវតាមស្តង់ដារសង្គមឬក៏មិនសូវជា attractive អីជាដើមyes រឿងមួយទៀតដែលខ្ញុំរៀនសូត្របានទាំងអស់គ្នាគឺថាចេះរបៀបដែលទេវតាការពារពួកយើងដោយឲ្យសម្រស់យើងមិនត្រូវតាមស្តង់ដារសង្គមហ្នឹងណាគឺគាត់មិនមែនការពារយើងនៅក្នុងរូបភាពបែបហ្នឹងពេញមួយជីវិតទេ yes គឺគាត់គ្រាន់តែការពារយើងនៅក្នុងកន្លងពេលមួយដែលឲ្យយើងអាចផ្ដោតទៅលើការខិតខំប្រឹងប្រែងសិក្សារៀនសូត្រអភិវឌ្ឍចំណេះជំនាញរបស់យើងឬក៏គាត់ចង់ពង្រៀនយើងឲ្យដឹងថាតម្លៃរបស់យើងគឺមិនមែនស្ថិតតែលើសម្រស់តែម្យ៉ាងទេប៉ុន្តែថាមានចំណេះជំនាញអកប្បកិរិយាអីជាដើមអញ្ចឹងដល់ពេលណាមួយដែលគាត់មើលឃើញថាពួកយើងរឹងមាំហើយយើងស្គាល់ពីតម្លៃខ្លួនឯងពិតប្រាកដហើយយើងចេះស្រឡាញ់ខ្លួនឯងយើងមានចំណេះជំនាញច្បាស់លាស់ហើយគាត់នឹងឲ្យសម្រស់ស្រស់ស្អាតរបស់យើងនឹងមកឲ្យយើងតាមក្រោយឲ្យមិនអញ្ចឹងធម្មតាយើងរៀនចាប់យើងមានការងារធ្វើយើងប្រកាសជាមានលុយទេត្រូវទេហ្នឹងហើយអញ្ចឹងដល់ពេលដែលយើងមានលុយគឺយើងអាចទិញសម្លៀកបំពាក់ស្អាតនៅក្នុងការស្លៀកពាក់ទិញ skin care ឬក៏ញ៉ាំរបស់ល្អៗអីចឹងទៅអញ្ចឹងដល់ពេលដែលយើងញ៉ាំរបស់ល្អៗយើងប្រើ skin care យើងចេះស្លៀកពាក់ស្អាតបាតអីចឹងទៀតសម្រាប់យើងគឺនឹងស្អាតដោយឯងហើយសម្រាប់ដែលស្អាតនៅពេលនេះគឺជាសម្រាប់ស្អាតមួយដែលបំពេញតាមចិត្តរបស់យើង yes ជាអ្វីដែលយើងស្រឡាញ់ពេញចិត្តដោយវាមិនមែនជាសម្រស់មួយដែលយើងព្យាយាមនៅក្នុងការរត់តាមសង្គមដោយការពីពេលដែលយើងនៅក្មេងដោយការពីពេលដែលយើងអត់ទាន់យល់ច្បាស់ពីតម្លៃរបស់ខ្លួនឯងដូចមុនទេហើយខ្ញុំហ៊ាននិយាយថាអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាពួកយើងព្យាយាមកែប្រែខ្លួនឯងដោយបំពេញតាមចិត្តសង្គមឬក៏ព្យាយាមរត់តាមស្តង់ដារសង្គមមិនថាតែសម្រស់ឬក៏រឿងអីមួយទេបើទោះបីជាយើងព្យាយាមរត់តាមដល់ស្លាប់ក៏យើងរត់អត់តាន់ដែរមូលហេតុអីបានខ្ញុំនិយាយចឹងដូចខ្ញុំនិយាយនៅដើមវីដេអូចឹងស្តង់ដារសម្រស់ស្អាតកាលខ្ញុំនៅក្មេងគឺមុខវីមាត់តូចច្រមុះស្រួចស្បែកសសក់ត្រង់អីចឹងទៅប៉ុន្តែយើងអាចមកមើលនៅក្នុងពេលបច្ចុប្បន្នស្តង់ដារស្អាតទៅជាអ្នកដែលមានសម្បុរទឹកឃ្មុំមាត់ស្ប៉េសឬក៏សក់រៀងរួញគេដីអីជាដើមអញ្ចឹងឥឡូវគឺពេញនិយមបែបហ្នឹងអញ្ចឹងមកខ្ញុំនិយាយថាគឺស្តង់ដារគឺវាអត់នៅតាមមួយកន្លែងទេហើយយើងអត់ដឹងថាអាឆ្នាំក្រោយៗទៀតស្តង់ដារស្អាតនឹងវាទៅជាបែបម៉េចហ្នឹងហើយអញ្ចឹងមកខ្ញុំនិយាយថាបើទោះបីជាយើងព្យាយាមរត់ដល់ស្លាប់ទៀតក៏យើងរត់អត់តាន់ដែរ
ដូច្នេះហើយដោយសារតែទេវតាគាត់មើលឃើញថាពួកយើងមិនទាន់មានជាការយល់ច្បាស់ឬក៏អាចថាស្ថានភាពគ្រួសារដូចខ្ញុំជាក់ស្ដែងអញ្ចឹងខ្ញុំត្រូវកើតមកនៅក្នុងស្ថានភាពសង្គមបែបហ្នឹងគឺគាត់ឲ្យយើងមានសម្រស់មួយដែលវាអត់ត្រូវស្តង់ដារសិនដើម្បីឲ្យយើងរឹងមាំដើម្បីយើងអភិវឌ្ឍចំណេះជំនាញខ្លួនឯងហើយមួយវិញទៀតគាត់ក៏អាចការពារយើងតាមរយៈការដែលយើងទទួលបានការដែលបដិសេធពីរឿងអីមួយអាចថាពី crush ឬក៏ពីប្រជាការងារណាមួយអីចឹងទៅឬក៏គាត់អាចការពារយើងតាមរយៈការដែលយើងអត់សូវជា attractive អត់សូវជា attractive កន្លែងនេះពួកយើងប្រហែលជាឃើញថាអ្នកខ្លះគាត់ស្អាតប៉ុន្តែអត់សូវមានជាអ្នកញ៉ាយច្រើនធ្លាប់ឃើញត្រូវទេហ្នឹងហើយតែអ្នកខ្លះគឺគាត់អត់សូវជាម៉ានទេប៉ុន្តែគាត់មានអ្នកញ៉ាយច្រើនដែលយើងចំណាំនិយាយថាម្នាក់នឹងមានមុនស្នេហ៍មានបច្ជ្រុយអីចឹងទៅអញ្ចឹងអានេះខ្ញុំគាត់ថាវាក៏ជារបៀបមួយដែលទេវតាការពារមនុស្សម្នាក់នឹងដើម្បីឲ្យគាត់អាចផ្ដោតទៅលើការមើលថែទាំខ្លួនឯងការរៀនសូត្រអភិវឌ្ឍចំណេះជំនាញអីជាដើមហើយនៅពេលដែលមនុស្សម្នាក់នឹងរឹងមាំហើយទើបគាត់អាចផ្ដល់ឲ្យនៅអ្វីដែលគាត់ប្រាថ្នាចង់បាននៅពេលក្រោយ yes ដូច្នេះហើយសរុបមកគឺមនុស្សយើងគ្រប់គ្នាគឺសុទ្ធតែស្អាតមិនថាអ្នកទាំងអស់គ្នាមានសម្បល់បែបណាមានទម្រង់មុខបែបណាឬក៏ស្ថិតនៅក្នុងស្ថានភាពមួយណាគឺមនុស្សយើងគ្រប់គ្នាសុទ្ធតែស្អាតតាមបែបផែនរៀងខ្លួនហើយការដែលខ្ញុំនិយាយនេះមិនមែនមានន័យថាកុំឲ្យយើងទៅកែកុននៅចំណុចដែលយើងអត់ពេញចិត្តទេ no ខ្ញុំអត់និយាយចឹងទេយើងធ្វើអីធ្វើទៅប៉ុន្តែបើសិនបើការដែលធ្វើរបស់យើងហ្នឹងគឺដើម្បីបំពេញចិត្តខ្លួនឯងដោយវាមិនមែនជាការដែលយើងព្យាយាមរត់តាមស្តង់ដារសង្គមណាមួយពីព្រោះខ្ញុំតែនិយាយដែរអញ្ចឹងបើសិនជាយើងរត់តាមស្តង់ដារសង្គមវាអាចនឹងធ្វើឲ្យយើងត្រូវកែកុនខ្លួនឯងពេញមួយជីវិតតែបើទោះបីជាយើងព្យាយាមកែមិនក៏ដោយក៏វានៅតែអត់អាចដើរតាមស្តង់ដារនឹងដូចគ្នាដែរអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងមានតែប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះហើយជួបនៅវីដេអូក្រោយបាយបាយ